នេះដែរខ្ញុំបាទកំពុងតែស្ថិតនៅក្នុងឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលនៅក្នុងចំការស្វាយរបស់លោកពូស៊ីថាដែលជាអតិថិជនដែលបានប្រើប្រាស់ទៅលើជាថ្នាំតែចម្រៃខៀវរបស់យើងតាំងពីវគ្គនៃការចាក់អរម៉ូនរហូតដល់ការដែលបាញ់ផ្សំអាហារផងដែរហើយថ្ងៃនេះក៏យើងបានមកយកសកម្មភាពពីការដែលគាត់បាញ់បញ្ចេញផ្កានៅជើងទី1ក្រោយពីការដែលគាត់បានបាញ់ផ្សំអាហារបានរយៈពេល10ថ្ងៃផងដែរអញ្ចឹងចំពោះរូបមន្តនៃជាថ្នាំតែចម្រៃខៀវដែលយើងបានណែនាំគាត់ក្នុងការដែលបាញ់បញ្ចេញផ្កានៅជើងទី1នោះគឺមានចំនួន2មុខបាទទី1មានឈ្មោះថាទីងទួយទីផ្កាទី2គឺមានឈ្មោះថាដំរីប៉ូតាសហើយចំពោះការដែលប្រើប្រាស់នោះគឺយើងឲ្យគាត់ប្រើទៅលើទីងទួយទីផ្កាគឺចំនួន2គីឡូបូកជាមួយនឹងដំរីប៉ូតាសគឺចំនួន2លីត្របាទដែលពីមុខនេះគឺយើងឲ្យគាត់លាយទឹកគឺចំនួន1000លីត្រក្នុងការដែលបាញ់បាទចឹងចំពោះការបាញ់នោះគឺយើងតម្រូវគាត់បាញ់ឲ្យសពទាំងខាងក្នុងខាងក្រៅដើម្បីឲ្យបានសពល្អក៏ដូចជាជោគល្អបាទដើម្បីការដែលយកផ្កានោះគឺបានល្អផងដែរអញ្ចឹងចំពោះពុកម៉ែបងប្អូនដែលកំពុងតែត្រៀមក្នុងការដែលបាញ់បញ្ចេញផ្កានៅប្រហែលថ្ងៃខាងមុខក៏ដូចជារដូវកាលខាងមុខនេះពុកម៉ែបងប្អូនក៏អាចជ្រើសរើសទៅលើរូបមន្តនៃជាថ្នាំតែចម្រៃខៀវដែលខ្ញុំបានណែនាំខាងលើនេះក្នុងការដែលបាញ់ទៅបញ្ចេញផ្កាក្នុងជើងទី1ផងដែរដើម្បីឲ្យស្វាយពុកម៉ែបងប្អូនមានការដែលចេញមកបានស្រស់ល្អបាទចេញមកគឺដំណើរគ្នាក៏ដូចជាការចេញមកគឺមានកម្លាំងតែម្ដងអញ្ចឹងចំពោះបងប្អូនដែលមានតម្រូវការក៏អាចជ្រើសរើសទៅលើរូបមន្តតង់ខាងលើនេះដើម្បីយកទៅប្រើប្រាស់ផងដែរអញ្ចឹងចុងក្រោយក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់ផងដែរ